ព្រះបន្ទូលរបស់ព្រះបានមានបន្ទូលថាមានព្រះពិតដែលមានប្រជញ្ញគង់នៅតែមួយគត់មកុដនេះតំណាងឲ្យព្រះជាម្ចាស់ព្រះគម្ពីរបានចែងថាព្រះអង្គបានបង្កើតអ្វីទាំងអស់មកនេះគឺជាផែនដីហើយព្រះអង្គបានបង្កើតមនុស្សនិងបានបង្កើតយើងជាមួយនឹងគោលបំណងមួយគោលបំណងដែលព្រះអង្គបានបង្កើតយើងមកនោះគឺដើម្បីឲ្យយើងមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងព្រះអង្គក្នុងទំនាក់ទំនងនេះយើងអាចស្គាល់ព្រះអង្គដោយផ្ទាល់អាចស្រឡាញ់ព្រះអង្គនិងអាចគោរពថ្វាយព្រះកិត្តិនាមដល់ព្រះអង្គតាមរបៀបដែលយើងរស់នៅប៉ុន្តែព្រះបន្ទូលរបស់ព្រះបានចែងថាតាំងពីបុព្វបុរសដំបូងបំផុតរបស់យើងមកមនុស្សបានបដិសេធផ្លូវរបស់ព្រះហើយយើងចង់រស់នៅតាមផ្លូវរបស់យើងខ្លួនឯងហើយយើងចង់ធ្វើជាស្ដេចនៅលើជីវិតរបស់ខ្លួនឯងដោយសារតែយើងបានបដិសេធផ្លូវរបស់ព្រះអង្គយើងបានដើរតាមផ្លូវរបស់ខ្លួនឯងយើងមិនស្គាល់ព្រះទេយើងទុកចិត្តនៅលើខ្លួនឯងយើងថ្វាយបង្គំវត្ថុឬរបស់ផ្សេងទៀតយើងមិនបានស្រឡាញ់ព្រះទេយើងស្រឡាញ់របស់ដែលព្រះអង្គបានបង្កើតយើងស្រឡាញ់ខ្លួនឯងនិងមិនបានផ្ដល់កិត្តិនាមដល់ព្រះអង្គទេយើងចូលចិត្តឲ្យមនុស្សគោរពយើងហើយយើងគោរពរបស់ផ្សេងទៀតការបដិសេធផ្លូវរបស់ព្រះហើយដើរតាមផ្លូវផ្ទាល់ខ្លួនដោយដែលព្រះគម្ពីរបានហៅថាគឺជាបាបសម្រាប់អំពើបាបព្រះបន្ទូលរបស់ព្រះបានមានបន្ទូលថាមានផលវិបាកឬការដាក់ទណ្ឌកម្មការដាក់ទណ្ឌកម្មសម្រាប់អំពើបាបរបស់យើងហើយការនោះត្រូវបានគេហៅថាការស្លាប់ខាងឯវិញ្ញាណនោះមានន័យជាសាមញ្ញថាទំនាក់ទំនងដែលព្រះបានបង្កើតឡើងដើម្បីមានទំនាក់ទំនងល្អជាមួយនឹងព្រះអង្គឥឡូវនេះត្រូវបានខូចហើយយើងបានបែកចេញពីព្រះអង្គព្រះគម្ពីរបានប្រាប់ថាទ្រង់គឺជាពន្លឺប៉ុន្តែដោយសារតែយើងនៅក្នុងទំនាក់ទំនងដែលខូចជាមួយនឹងទ្រង់ហើយកំពុងរស់នៅក្នុងភាពងងឹតខាងឯវិញ្ញាណហើយយើងមិនដឹងពីរបៀបត្រឡប់ទៅឯព្រះវិញទេព្រះគម្ពីរក៏បន្តប្រាប់យើងទៀតថាព្រះទ្រង់គឺជាសេចក្តីស្រឡាញ់ប៉ុន្តែដោយសារយើងនៅក្នុងទំនាក់ទំនងដែលខូចនេះជំនួសឲ្យការជួបប្រទះជាមួយនឹងសេចក្តីស្រឡាញ់របស់ទ្រង់យើងជួបប្រទះភាពទោះទេនៅក្នុងជីវិតរបស់យើងប៉ុន្តែដំណឹងល្អនោះគឺថាព្រះនៅតែមានព្រះハរតីស្រឡាញ់យើងជានិច្ចទ្រង់មានផែនការមួយទ្រង់បានបញ្ជូនបរិជ្ជបុត្រារបស់ទ្រង់តែមួយគឺព្រះយេស៊ូវគ្រីស្ទមកក្នុងពិភពលោកនេះនៅពេលដែលព្រះយេស៊ូវយាងមកទ្រង់មានប្រជញ្ញរស់នៅខុសពីយើងរាល់គ្នាព្រះយេស៊ូវមានទំនាក់ទំនងយ៉ាងល្អឥតខ្ចោះជាមួយនឹងព្រះវរបិតាទ្រង់មិនដែលបដិសេធព្រះជាម្ចាស់ឡើយទ្រង់មិនដែលដើរតាមផ្លូវរបស់ទ្រង់ទេដូច្នេះព្រះយេស៊ូវមិនមានអំពើបាបតលតែសោះយើងទាំងអស់គ្នាមានបាបប៉ុន្តែព្រះយេស៊ូវគ្មានបាបទេព្រះយេស៊ូវបានស្រឡាញ់ព្រះហើយទ្រង់ក៏ស្រឡាញ់មនុស្សទាំងអស់គ្នាដែរប៉ុន្តែដោយសារតែមនុស្សបានបដិសេធផ្លូវរបស់ព្រះអង្គពួកគេក៏បានបដិសេធព្រះយេស៊ូវដែលជាបរិជ្ជបុត្រាតែមួយរបស់ព្រះហើយគេបានយកព្រះយេស៊ូវទៅដំដីគោលនៅលើឈើឆ្កាងប៉ុន្តែតាមការពិតនេះគឺជាផែនការតាំងពីដំបូងមកម្ល៉េះរបស់ព្រះជាម្ចាស់ព្រះយេស៊ូវបានយាងមកដើម្បីទទួលយកនៅអំពើបាបរបស់យើងនិងការដាក់ទណ្ឌកម្មនៃអំពើបាបរបស់យើងដែលហៅថាគឺជាសេចក្តីស្លាប់ហើយព្រះយេស៊ូវបានសគត់ជំនួសយើងដើម្បីទទួលទុកអំពើបាបរបស់យើងនៅថ្ងៃទី3ព្រះយេស៊ូវបានមានប្រជញ្ញរស់ឡើងវិញដោយដែលព្រះអង្គមានបន្ទូលថាព្រះបានលេចមកឲ្យមនុស្សរាប់រយនាក់បានឃើញទ្រង់ហើយព្រះយេស៊ូវបានមានបន្ទូលថាគ្រប់ទាំងអំណាចទាំងនៅស្ថានសួគ៌និងនៅផែនដីត្រូវបានប្រគល់មកឲ្យទ្រង់ហើយដូច្នេះឥឡូវនេះព្រះយេស៊ូវមានសិទ្ធិអំណាចដើម្បីអត់ទោសបាបទាំងអស់របស់យើងព្រះយេស៊ូវមានសិទ្ធិអំណាចដើម្បីស្ដារនៅទំនាក់ទំនងដែលខូចរវាងយើងហើយនឹងព្រះហើយទ្រង់អាចផ្ដល់ឲ្យយើងនៅជីវិតដ៏អស្ចារ្យជានិច្ចដែលមានន័យថាយើងរស់នៅក្នុងទំនាក់ទំនងនេះជាមួយនឹងព្រះជារៀងរហូតព្រះបន្ទូលរបស់ព្រះបានមានបន្ទូលថាមានតែវិធីពីរយ៉ាងដើម្បីរស់នៅលើផែនដីនេះមានតែពីរប៉ុណ្ណោះយើងអាចរស់នៅតាមរបៀបរបស់យើងបន្តរស់នៅតាមរបៀបរបស់យើងប៉ុន្តែបើយើងធ្វើដូច្នោះតើយើងនឹងបន្តរស់នៅក្នុងទំនាក់ទំនងដែលខូចជាមួយនឹងព្រះយើងនឹងបន្តរស់នៅក្នុងភាពងងឹតខាងឯវិញ្ញាណដែលមិនដឹងពីគោលបំណងនៃជីវិតរបស់យើងតែងតែព្យាយាមបំពេញភាពទទេនៅក្នុងជីវិតរបស់យើងហើយបើយើងស្លាប់ដោយរបៀបនេះយើងនឹងត្រូវបែកពីព្រះជារៀងរហូតប៉ុន្តែព្រះបន្ទូលរបស់ព្រះបានអញ្ជើញយើងឲ្យងាកចេញពីផ្លូវរបស់យើងហើយឆ្ពោះទៅរកផ្លូវរបស់ព្រះវិញ
តើយើងនឹងងាកទៅរកផ្លូវរបស់ព្រះដោយរបៀបណាដោយដាក់ជំនឿរបស់យើងទាំងស្រុងលើព្រះយេស៊ូវដោយជឿថាទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងហើយថាទ្រង់មានព្រះជន្មគង់នៅហើយដោយសុំទ្រង់នឹងទុកចិត្តលើទ្រង់ឲ្យទ្រង់អត់ទោសអំពើបាបរបស់យើងហើយស្ដារនៅទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គឡើងវិញព្រះបន្ទូលរបស់ព្រះបើមានបន្ទូលនៅក្នុងយ៉ូហានចំពុក3ខ16ត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះគឺមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអកលជានិច្ចវិញដែលជាទំនាក់ទំនងជាមួយនឹងព្រះប្រសិនបើបំណងចិត្តរបស់អ្នកនៅថ្ងៃនេះគឺដើម្បីបែរចេញពីផ្លូវរបស់អ្នកទៅរកផ្លូវរបស់ព្រះនោះអ្នកអាចប្រាប់ព្រះអង្គឥឡូវនេះបានខ្ញុំជឿថាព្រះអង្គគឺជាព្រះពិតតែមួយនិងជាព្រះយេស៊ូវគ្រីស្ទខ្ញុំជឿថាព្រះអង្គបានសុគតដោយសារអំពើបាបទាំងអស់របស់ខ្ញុំហើយខ្ញុំជឿថាព្រះអង្គមានព្រះជន្មរស់នៅហើយខ្ញុំសូមឲ្យទ្រង់បានអត់ទោសឲ្យខ្ញុំសម្រាប់ការរស់នៅរបស់ខ្ញុំតាមរបៀបរបស់ខ្ញុំហើយនៅថ្ងៃនេះខ្ញុំសូមបែរចេញពីផ្លូវរបស់ខ្ញុំហើយខ្ញុំដាក់សេចក្តីជំនឿទាំងអស់របស់ខ្ញុំនិងទុកចិត្តលើព្រះអង្គជាព្រះអង្គម្ចាស់នៃជីវិតរបស់ខ្ញុំ